តាមច្បាប់នៅប្រទេសកម្ពុជាតើនយោជកអាចតម្រូវឲ្យបុគ្គលិកធ្វើការប៉ុន្មានម៉ោងនៅក្នុងមួយសប្តាហ៍តាមច្បាប់ការងារខ្មែរដែលច្បាប់អនុម័តឆ្នាំ1997ថេរវេលាធ្វើការងាររបស់នយោជិតទាំងពីរភេទទោះជាក្នុងគ្រឹះស្ថានប្រភេទណាក៏ដោយគឺមិនឲ្យលើសពី8ម៉ោងក្នុងមួយថ្ងៃឬ48ម៉ោងក្នុងមួយសប្តាហ៍ដូច្នេះបើគិតជាធម្មតាគឺថាមួយថ្ងៃធ្វើការ8ម៉ោងហើយមួយអាទិត្យធ្វើការ6ថ្ងៃសហគ្រាសគេមានសេរីភាពក្នុងការកំណត់របៀបចែកពេលធ្វើការតាមប្រភេទសកម្មភាពនិងរបៀបរៀបចំនៅក្នុងសហគ្រាសនីមួយៗធ្វើម៉េចកុំឲ្យតែបំពេញថេរវេលាដែលកំណត់ដោយច្បាប់ខាងលើដូចជាគេអាចឲ្យថាចាប់ផ្ដើមធ្វើការម៉ោង8ព្រឹកចេញម៉ោង5ល្ងាចហើយគេឲ្យបុគ្គលិកឈប់សម្រាកបាយថ្ងៃត្រង់1ម៉ោងគឺថាមើលទៅសរុបទៅឃើញ8ម៉ោងក្នុងមួយថ្ងៃហើយរាល់ការរៀបចំបែងចែកម៉ោងធ្វើការនេះសហគ្រាសត្រូវលេខលោកធ្វើយ៉ាងម៉េចឲ្យបុគ្គលិកមានថ្ងៃសម្រាប់ប្រចាំសប្តាហ៍យ៉ាងតិច24ម៉ោងជាប់គ្នាពុកគឺថាមួយថ្ងៃពេញគឺមិនអាចឲ្យបុគ្គលិកសម្រាប់កន្លះថ្ងៃ2ដងក្នុងមួយអាទិត្យហើយរាប់ថាសម្រាប់មួយថ្ងៃដែរទេជាគោលការណ៍គឺគេកំណត់តាមច្បាប់គេកំណត់យកថ្ងៃអាទិត្យជាថ្ងៃសម្រាប់ប្រចាំសប្តាហ៍ចុះប្រសិនបើសហគ្រាសខ្លះដូចជារោងចក្រមន្ទីរពេទ្យសន្តាគារជាដើមដែលមានតម្រូវការចាំបាច់ឲ្យមានសកម្មភាពជាប្រចាំ24ម៉ោងក្នុងមួយថ្ងៃ7ថ្ងៃនៅក្នុងមួយអាទិត្យវិញនោះតើគេត្រូវធ្វើយ៉ាងម៉េចក្នុងករណីនេះសហគ្រាសអាចរៀបចំធ្វើជាវេនដើម្បីអាចដំណើរការបាន24ម៉ោងលើ24ម៉ោងគឺគេអាចចែកចេញជា3វេនហើយថាឃើញទៅ3វេនមួយថ្ងៃមាន24ម៉ោងអញ្ចឹង3វេនមួយវេនមាន8ម៉ោង3វេនទៅគឺថាមាន24ម៉ោងហើយគេថាចប់វេនទី1បុគ្គលិកវេនទី1ចេញហើយបុគ្គលិកវេនទី2ចូលដូច្នេះបុគ្គលិកនៅក្នុងមួយវេនហ្នឹងគឺធ្វើការតែ8ម៉ោងទេក្នុងមួយថ្ងៃហើយការបែងចែកវេនហ្នឹងគឺត្រូវបែងចែកយ៉ាងម៉េចឲ្យមានថ្ងៃសម្រាប់ប្រចាំសប្តាហ៍ទៅតាមច្បាប់កំណត់គឺថាមានក្នុងមួយសប្តាហ៍ត្រូវមានថ្ងៃសម្រាប់24ម៉ោងជាប់គ្នាឌីណាគ្រឹះស្ថានខ្លះគេចង់ឲ្យបុគ្គលិកធ្វើការលើសពី8ម៉ោងនៅក្នុងមួយថ្ងៃក៏ប៉ុន្តែឲ្យសម្រាប់ប្រចាំសប្តាហ៍លើសពី24ម៉ោងដើម្បីសងម៉ោងលើសវិញតើអាចធ្វើបានដែរឬទេត្រង់ចំណុចនេះគឺមានការអនុញ្ញាតពីក្រសួងសង្គមកិច្ចនិងការងារតាមរយៈប្រកាសចុះថ្ងៃទី10មិថុនាឆ្នាំ2002ស្តីអំពីការបែងចែកម៉ោងធ្វើការក្នុងសប្តាហ៍ដើម្បីឲ្យឈប់សម្រាកបន្ថែមនៅរសៀលថ្ងៃសៅរ៍ប្រកាសនេះគឺអនុញ្ញាតឲ្យសហគ្រាសបង្កើនថេរវេលាធ្វើការរបស់កម្មករឲ្យលើសពី8ម៉ោងក្នុងមួយថ្ងៃក៏ប៉ុន្តែមិនឲ្យលើសពី9ម៉ោងទេ9ម៉ោងគឺជាកម្រិតអតិបរមាហើយត្រូវឲ្យបុគ្គលិកសម្រាកនៅរសៀលថ្ងៃសៅរ៍បន្ថែមពីលើថ្ងៃអាទិត្យមួយថ្ងៃពេញដែលជាថ្ងៃសម្រាកធម្មតាក៏ប៉ុន្តែការបែងចែកម៉ោងធ្វើការបែបហ្នឹងនយោជកអាចធ្វើទៅបានគឺទាល់តែមានការឯកភាពពីសំណាក់សហជីពដំណើរនយោជិតនិងប្រតិភូបុគ្គលិកជាមុនសិនគឺមិនមែនបង្ខំបុគ្គលិកឲ្យទទួលឲ្យធ្វើការអញ្ចឹងបានទេបើសិនជានៅក្នុងសហគ្រាសនឹងមិនមានសហជីពនិងប្រតិភូបុគ្គលិកទេគឺត្រូវឲ្យមានការឯកភាពពីនយោជិតយ៉ាងតិចពាក់កណ្ដាលតាមរយៈការបោះឆ្នោតជាសង្ងាត់ទើបអាចធ្វើការបែងចែកការងារបែបហ្នឹងបានសំណួរមួយទៀតឌីណាតើនយោជកអាចតម្រូវឲ្យបុគ្គលិកធ្វើការថ្ងៃអាទិត្យដោយយកថ្ងៃផ្សេងជាថ្ងៃសម្រាប់ប្រចាំសប្តាហ៍បានដែរឬទេតាមច្បាប់ការងារខ្មែរកំណត់យកថ្ងៃអាទិត្យជាថ្ងៃសម្រាប់ប្រចាំសប្តាហ៍ជាគោលការណ៍ក៏ប៉ុន្តែការកំណត់ផ្សេងក្រៅពីនេះគឺទាល់តែមានករណីចាំបាច់ពីព្រោះថាជាគោលការណ៍គឺថ្ងៃអាទិត្យកាលណាមានគោលការណ៍គឺមានករណីលើកលែងក៏ប៉ុន្តែករណីលើកលែងមិនអាចធ្វើជាគោលការណ៍បានទេគេថាករណីថាបើសិនជាឲ្យបុគ្គលិកករណីពិសេសគឺករណីណាដែលថាឲ្យបុគ្គលិកសម្រាប់ថ្ងៃអាទិត្យទាំងអស់ទៅគឺអាចនាំឲ្យខូចប្រយោជន៍ដល់សាធារណជនឬក៏ធ្វើឲ្យខូចដល់ដំណើរការជាធម្មតារបស់សហគ្រាសក្នុងករណីលើកលែងបែបហ្នឹងច្បាប់ការងារត្រង់មាត្រា148ចែងថាថ្ងៃសម្រាប់ប្រចាំសប្តាហ៍គឺគេត្រូវកំណត់ដូចតទៅខាងក្រោម3វិធីគឺទី1អាចឲ្យបុគ្គលិកទាំងអស់ឈប់សម្រាកនៅថ្ងៃណាមួយទៀតក្រៅពីថ្ងៃអាទិត្យឬទី2ឲ្យសម្រាកពីថ្ងៃត្រង់ថ្ងៃអាទិត្យរហូតដល់ថ្ងៃត្រង់ថ្ងៃច័ន្ទគ្រប់24ម៉ោងដូចគ្នាឬក៏ទី3សម្រាកផ្លាស់វេនគ្នាគ្រប់បុគ្គលិកទាំងអស់គឺថាចែកវេនគ្នាធ្វើការថ្ងៃអាទិត្យម្ដងម្នាក់ការរៀបចំថ្ងៃសម្រាកក្រៅពីថ្ងៃអាទិត្យទៅតាមវិធីណាមួយក៏ដោយក្នុងចំណោមវិធីទាំង3ខាងលើហ្នឹងច្បាប់កំណត់ថាចាំបាច់ត្រូវសុំការអនុញ្ញាតពីក្រសួងការងារជាមុនសិនលើកលែងតែចំពោះសហគ្រាសមួយចំនួនដែលច្បាប់